បាបនោះគួរបាត់កំបីបើឃើញទេលោកថាបនបោកនឹងបនកុំឲ្យវាបាត់ហ្នឹងមានន័យថាខំប្រឹងសន្សំខំប្រឹងធ្វើឲ្យកាន់តែច្រើនបោកចូលគ្នាទៅវាចម្រើនសេចក្តីសុខចម្រើនតាំងតពីបច្ចុប្បន្នរហូតដល់ប្រឡាក់ប្រាក់លោកខាងមុខហើយអាបាបហ្នឹងគួរបាត់កំណំនេះបើបាត់ហ្នឹងគឺបាត់ទ្វា3នៅខ្លួនយើងហ្នឹងទី1កាយទ្វាកុំឲ្យអាបាបហ្នឹងវាចូលតាមរយៈផ្លូវកាយឲ្យអាកាយហ្នឹងវាបដែតបដោយឲ្យដៃជើងយើងទៅលួចឆក់ប្លន់កັບកេងប្រវាញ់វាដំតបធាក់កាប់ចាក់អ្នកដតីអាហ្នឹងគេថាបាត់អាទ្វាកាយហ្នឹងកុំឲ្យវាមានអស់ហ្នឹងទៅគឺកាយយើងហ្នឹងល្អបាត់ទ្វាទី2ទ្វាវជ័យមាត់យើងនេះកុំនិយាយពាក្យមុសាវាបិសនៈវាចាបរុសវាចាសម្ភារបលាបៈកុំរៀននិយាយកុហកភូតផលបោកប្រាស់ញុះញង់អ្នកដតីឲ្យគេក្រៅកាហាយដោយសារមាត់បាត់ទ្វាមាត់យើងមួយទៀតហើយអាទ្វាទី3ទ្វាចិត្តបាត់អាទ្វាចិត្តនេះកុំឲ្យវាចូលចិត្តខឹងក្រោតឈ្នាននេះក្តៅកាហាយតោសៈញឹកញោមចង់អបាយភូមិណាញោមតោសៈហ្នឹងមិនមែននាំឲ្យយើងអត់បានសេចក្តីសុខបច្ចុប្បន្នហ្នឹងប៉ុណ្្នឹងទេហើយតណ្ណាខឹងហើយគឺអត់សុខទេអត់បានសេចក្តីសុខទេមិនបាច់ទៅទាំងភ័យខ្លាចសេចក្តីអាក្រក់ហ្នឹងវាឲ្យយើងភ័យវាឲ្យយើងកើតទុក្ខក្តៅកាហាយចឹងឃើញទេដេកមិនលក់នៅមិនសុខចឹងបានព្រះអង្គសម្ដែងត្រូវណាស់ព្រះអង្គថាបើចង់បានសេចក្តីសុខកុំប្រឡាក់ដោយសេចក្តីអាក្រក់ហើយញោមអត់ប្រឡាក់ដោយសេចក្តីអាក្រក់ឃើញយើងសប្បាយចិត្តទេចង់យើងហូបប្រហុកក៏យើងនៅតែសើចប្រៃប្រពន្ធយើងសប្បាយចិត្តរីករាយមិនដែលចេះខ្វល់ខ្វាយកើតទុករឿងអីទាំងអស់ហើយញោមរៀនពិចារណាតែប៉ុណ្ណេះបានណាពិចារណាថាអ្នកធ្វើល្អណាយាយតាដើរទៅស្រាប់ធေါ်ពីអ្នកចាស់ចាស់ដូចញោមមកស្រាប់ធေါ်ថ្ងៃហ្នឹងយប់បន្តិចបានទៅដល់ផ្ទះចឹងយាយនេះដើរម្នាក់ឯងតែឈើច្រត់មួយហ្នឹងមិនដែលមានកវិតញោមមកស្រាប់ធေါ်ថ្ងៃហ្នឹងមានដាក់បថៅមកក្នុងកវោមកតាមទេហើយមានដាក់កវិតខ្លីការពារខ្លួនអីមកតាមទេមានដាក់កភ្លើងខ្លីអីមកតាមទេអត់ទេមិនដែលមានយាយណាមកដាក់កភ្លើងខ្លីក្នុងកបោការពារខ្លួនឬដាក់បថៅមួយការពារខ្លួនសំនួរសួរតែហេតុអីបានយាយនឹងដើរយប់ប្រលុកម្នាក់ឯងមិនដែលដាក់កវិតខ្លីមិនដែលដាក់កភ្លើងខ្លីបថៅការពារខ្លួនមកពីគាត់ដឹងតែខ្លួនគាត់អត់ដែលទៅធ្វើបាបអាណាគាត់មិនដែលទៅធ្វើអាក្រក់ដាក់អាណាចឹងអញដើរមិនដែលចេះខ្វល់តែកើតទុកខ្លាចក្រែងលោកគេលោកកាប់ត្រូវដាក់បថៅដាក់កវិតការពារខ្លួនទេមែនទេញោមមែនទេមែនទេប៉ិនបើអាមនុស្សធ្វើមិនសូវស្រួលកុំថាដើរយប់ប្រលុកដូចយាយតាអាទាំងថ្ងៃចេះហ្នឹងគ្រាន់តែចុះពីលើឡានមានអាស្វែងមានអាស្ដាំចុចចផ្លេដាក់គេដាក់ឯងចពេចចវាច់មានអាភ្លើងខ្លីភ្លើងពេញរត់ចែកជើងគ្នាអាហ្នឹងសំណួរសួរតែប៉ុណ្្នឹងចេះប៉ះពាល់គេញោមណាញោមពិចារណាមើលបើយើងអ្នកធ្វើល្អយើងអត់ភ័យទេយើងដើរទៅណាក៏ដើរយកក៏ដើរតែខ្លួនទៅទេមិនខ្ជះចៃខ្វល់ដាក់កវិតដាក់បថៅការពារខ្លួនដូចម៉ែនប៉ែនរ៉នគាត់ច្រៀងតែខ្លួនខ្ញុំមួយមិនព្រួយសោះឡើយណាមែនទេយាយខុនដើរដោយសบายចិត្តមិនចេះខ្វល់ជាប់ជាពាក់ខ្វល់កើតទុកភ័យព្រួយខ្លាចអាណាធ្វើសេចក្តីអាក្រក់ដាក់ខ្លួនទេព្រោះយើងដឹងខ្លួនយើងយ៉ាងច្បាស់ថាយើងអត់ដែលទៅបៀតបៀនអាណាដល់ចឹងចិត្តយើងមិនដែលចេះភ័យព្រួយតែខ្លាចគេមកធ្វើបាបយើងអីអត់ទេដល់អាមនុស្សធ្វើអាក្រក់ណាតែថ្ងៃចេះហ្នឹងកុំថាដើរយប់ដូចយើងដូចម៉ែនិយាយមិញចឹងចុះពីលើឡានមិនទាន់ភ្នែកស្វែងស្ដាំស្វាឡើងឡានវិញឲ្យលឿនហ្នឹងហើយដោយសារអីដោយសារដឹងតែខ្លួនឯងធ្វើមិនសូវស្រួលដល់ធ្វើមិនសូវស្រួលដើរក៏ភ័យដេកក៏ភ័យយប់ក៏ភ័យថ្ងៃក៏ភ័យតែនេះយើងយកមកធ្វើជាមេរៀនសម្រាប់ជីវិតយើងថាអញ្ចឹងយើងត្រូវដឹងថាសេចក្តីអាក្រក់វារមែងឲ្យជាទុកក្តៅកាហាយនៅក្នុងโลกទាំងពីរនឹងមានន័យថាជីវិតយើងរស់នៅឥឡូវហ្នឹងក៏វាអត់សុខដល់តែយើងស្លាប់ទៅក៏វាកើតទុកព្រះអង្គសម្ដែងមកសម្ដែងរឿងហ្នឹងនឹកឃើញព្រះអង្គប្រពរឿងច្រើនមកបញ្យលយើងប៉ុន្តែព្រះអង្គលើករឿងនាងសមាវតីព្រះនាងសមាវតីនិងនាងមាកន្ធិយាណានឹងសេចក្តីអាក្រក់ឲ្យជាទុកបុណ្យកុសលឲ្យជាសេចក្តីសុខអាម៉េចញោមណាធ្លាប់ស្ដាប់រឿងហ្នឹងទេព្រះនាងសមាវតីជាប្រពន្ធពេញច្បាប់ជាមហេសីកំពូលរបស់ព្រះបាទឧទេនស្ដេចព្រះនាមព្រះបាទឧទេនដែលសោយរាជសម្បត្តិនៅក្រុងកោសាំពីហ្នឹងគឺស្ដេចព្រះនាមព្រះបាទឧទេនហ្នឹងជាអ្នកមានអំណាចខ្លាំងណាស់ញោមមានរិទ្ធមានអំណាចអស្ចារ្យណាស់ដោយបុណ្យកុសលរបស់ព្រះអង្គហើយព្រះអង្គគ្រប់គ្រងរាជប្រកបព្រមដោយទស្សពិតរាជធម៌ទាំង10ព្រះបាទឧទេនហ្នឹងគេឈ្មោះរបស់លោកល្បីរន្ទឺពេញមកក្រុងកោសាំពីអ្នកណាក៏គោរពប្រតិបត្តិលោកនឹងស្មើនឹងអាទិទេពហើយទទួលយកមហេសីនឹងក៏មហេសីអស្ចារ្យទៀតហាក់បីដូចជាទេពតាគេកំណត់ឲ្យគាត់ជួបគ្នាគឺកំណត់ឲ្យជួបព្រះនាងសមាវតីព្រះនាងសមាវតីនេះអស្ចារ្យណាស់ជាស្ត្រីបញ្ចពិតកល្យាណីស្ត្រីដែលមានលក្ខណៈលម្អ5ត្រកូលខ្ពង់ខ្ពស់ហើយជាអ្នកមានអរិយាបថចិត្តគំនិតថ្លៃថ្នូរតាំងពីក្មេងមកប្រព្រឹត្តសេចក្តីល្អសមសិលស្ដាប់ធម៌ដូចញោមខុនញោមទាំងអស់គ្នាអញ្ចឹងជាស្ត្រីដែលមានលំអដោយគុណធម៌អញ្ចឹងទៅសមសិលស្ដាប់ធម៌ហើយអ្នកបម្រើរបស់ពនាងហ្នឹងគឺដើរតាមពនាងស្ដាប់ធម៌ធ្វើបន់ហែហោមពនាងអញ្ចឹងនឹងទាំងអស់គ្នានឹងទាំង500នាក់ហ្នឹងហើយព្រះបាទឧទេននេះថ្ងៃមួយដូចតាហៅស្ត្រីរបាំរំរែកទៅទៅពេញចិត្តនាងមេកន្ធិយានេះនាងមេកន្ធិយាហ្នឹងមានរូបសម្បត្តិស្អាតដល់ចឹងយកមកធ្វើជាស្រីកំណាន់ធម្មតាស្ដាច់ញោម
ពាក្យតាស្ដេចមួយម៉ាត់គឺហាក់បីដូចជាទេវតាអញ្ចឹងឋានទេវលោកនេះជាឋានលេងកាមអ្នកណាបានទៅសោយសម្បត្តិទឹកនៅក្នុងឋានទេវលោកប្រអិនមួយគ្រាន់តែប្រអិនប្រពន្ធ5កោដប្រអិនណាគ្រាន់តែប្រពន្ធ5កោដប្រអិនហើយទេវតាទេវបុត្រប្រុសនេះគ្រាន់តែស្រីស្នំខ្ញុំបំរើគ្រាន់តែនៅក្នុងវិមានរបស់ទេវបុត្រមួយនេះស្រីស្នំខ្ញុំបំរើនោះ500នាក់ហើយចុះនៅស្រីស្នំខ្ញុំបំរើនៅវិមានផ្សេងតាក់ទងគ្នាទៀតនោះហើយទេវតាមិនមែនតាក់ទងពិបាកដូចមនុស្សយើងទេដោយតែអាត្មាគ្រាន់តែឃើញអ្នកកអញ្ចឹងគ្រាន់តែឃើញអ្នកកហ្នឹងបើថាស្រឡាញ់ពេញចិត្តគ្រាន់តែអារម្មណ៍ផ្ដោតទៅលើអ្នកកហ្នឹងគឺបៃតេសុខសบายផ្លូវចិត្តហ្នឹងមានន័យថាអត់ចាំបាច់រៀបការអត់ចាំបាច់រស់នៅទេហើយដូចមហូបដូចគ្នាដូចថាចង់សម្លកកោចឹងគ្រាន់តែនឹកសម្លកកោទៅគឺឆ្អែតញោមយល់លោកនិយាយហ៎អាហ្នឹងគេហៅថាសោយបៃតេសោយដល់បុតណាអត់មានចាំបាច់សំគ្រឿងស្លសម្លកកោទេដូចថាចង់សម្លកកោគ្រាន់តែនឹកសម្លកកោចឹងឆ្អែតមកដល់អញ្ចឹងប្រពន្ធមិនច្រើនទេវតានេះមិនប្រពន្ធច្រើនមិនស្រីច្រើនដោយសារតែសោយបៃតេឥឡូវចូលមករឿងយើងនេះវិញបាទឧទានដូចគ្នាមហេសីកម្ពូលនេះគឺអ្នកណាមិញញោមមកលើកមិញគឺព្រះនាងសមាវតីដែលជាមហេសីនេះណាពេញច្បាប់នេះហើយនាងមាកន្ធយាហ្នឹងជាស្រីកំណាន់ថាយកមកធម្មតាស្ដេចវាមានស្រីប្រឡំប្រលៀងអីចឹងអញ្ចឹងក៏នាងនេះបានមកនៅជាមួយស្ដេចដូចថាស្រឡាញ់ចង់បានស្ដេចហ្នឹងជាព្រះស្វាមីពេញសិទ្ធណាចង់បានទៅជាមហេសីកម្ពូលហើយធ្វើម៉េចបើមហេសីកម្ពូលគឺនាងព្រះនាងសមាវតីនេះហើយអញ្ចឹងមិនត្រូវរកវិធីដើម្បីសម្លាប់មហេសីរបស់ព្រះអង្គអញ្ចឹងទៅព្យាបាទអ្នកមកនិយាយចូលរឿងខយើងណាចាំមើលណាអាសេចក្តីអាក្រក់ហ្នឹងវាឲ្យទុកក្នុងលោកទាំងពីរអាម៉េចហើយអាបុណ្យកុសលបាបដែលយើងប្រឡាក់មកដូចតែជាតិហ្នឹងវាឲ្យអីដល់ជាតិហ្នឹងឲ្យអីហើយទៅមុខទៀតវាឲ្យអីគឺវាឲ្យក្នុងលោកទាំងពីរហ្នឹងគឺរឿងហ្នឹងបញ្ជាក់ពីកម្មអកុសលហ្នឹងវាឲ្យក្នុងលោកទាំងពីរហ្នឹងនាងមាកន្ធយាទទួលទាំងបច្ចុប្បន្នរីឯនាងសមាវតីទទួលកម្មពីមុនមកដែលខ្លួនឯងធ្វើទទួលបច្ចុប្បន្នហ្នឹងជាតិមុនធ្វើបានមកទទួលជាតិហ្នឹងឯនាងមាកន្ធយាធ្វើជាតិហ្នឹងទទួលជាតិហ្នឹងហើយស្លាប់ទៅនរកទៀតហ្នឹងញោមហើយនាងមាកន្ធយានេះមួយថ្ងៃចំណែនតែពនាងសមាវតីដោយសារតែស្ដេចហ្នឹងទោះបីមានស្រីប្រមាណក៏ស្រឡាញ់ពនាងសមាវតីនឹងស្មើដល់ជីវិតព្រះអង្គដោយសារអីបានស្រឡាញ់ប្រពន្ធដើមនឹងខ្លាំងមហេសីនឹងខ្លាំងដោយសារពនាងសមាវតីជាស្ត្រីដែលល្អមិនចេះប្រច័ណ្ឌប្តីចង់ប្តីទៅស្រីស្នំខ្ញុំបំរើទៅជាមួយអ្នកណាក៏ពនាងសមាវតីមិនដែលខ្វល់ដែរដឹងតែពីប្រព្រឹត្តធម៌ដឹងតែពីប្រកាន់ទូននីតិដល់ពេលដល់បាយឲ្យខ្ញុំបំរើរៀបចំម្ហូបអាហារណែព្រះប្រយ៉ាស្ងោយថ្វាយដល់ស្ដេចរៀបចំចាត់ចែងនិយាយឲ្យងាយស្ដាប់មិនបាច់និយាយភាសាស្ដេចទេគឺដល់ពេលដល់វេលាដឹងតែបាយប្តីហ្នឹងគឺហើយរៀបចំបង្អែមទឹកក្តៅទឹកត្រជាក់ព្រឹកឡើងគឺកណាត់ជូតលុបមុខលុបមាត់អីរៀបឲ្យប្តីចឹងអត់ដែលចេះប្រច័ណ្ឌប្តីខឹងប្តីនឹងធ្វើរឿងណាមួយមិនគប្បីតែប្តីដល់ចឹងធម្មតាណាញោមមនុស្សប្រុសដល់ប្រពន្ធវាល្អចឹងពេកទុកបីស្រីក្រោយមករូបល្អអាម៉េចក៏នៅតែអារម្មណ៍នឹងនៅជាមួយប្រពន្ធដែរនឹងស្រឡាញ់ប្រពន្ធស្មើដោយជីវិតហើយជាមនុស្សដែលចូលចិត្តប្រព្រឹត្តសេចក្តីល្អអត់ខ្វល់ទេពនាងសមាវតីដល់ម៉ោងដល់ពេលទៅស្ដាប់ធម៌នឹងមកពីស្ដាប់ធម៌វិញរៀបចំបាយប្តីរៀបបាយប្តីហើយងូតទឹកចូលសម្រានបាត់ទៅចង់ប្តីនឹងមិនរវល់យ៉ាងម៉េចក៏នៅតែបំរើប្តីចាត់ចែងការងារទូនាទីរបស់ខ្លួននឹងដល់អញ្ចឹងប្តីស្រឡាញ់កាត់សេចក្តីនៃរូបមកដល់ប្តីកាន់តែស្រឡាញ់មិននាងស្រីកំណាននេះកាន់តែអាម៉េចញោមដូចថាប្តីនឹងកាន់តែស្រឡាញ់ប្រពន្ធគេខ្លាំងនាងក្រោយនេះកាន់តែអាម៉េចមិនកាន់តែស្អប់មិនកាន់តែមួម៉ៅឡើងហ្នឹងអាម៉េចក៏អញល្អប៉ុណ្្នឹងដែរអញក្មេងជាងនាងនឹងដែរមិនបានជាព្រះអង្គទៅជាជាប់ចិត្តមនុស្សហ្នឹងទៅជាស្រឡាញ់នាងហ្នឹងដល់ហើយគេនឹកឃើញថាអូបែបប្រហែលនាងហ្នឹងគេយកធម៌មកដាក់មុខមុនស្នេហ៍បែបនៅធរហ្នឹងហើយគេធ្វើខ្លួនគេគ្រាន់បើនឹងគេយកធរដល់ចឹងទៅថ្ងៃមួយគេទៅផ្ចាញ់ចាលដល់វត្តនោះនាងសមាវតីពងមកស្ដាប់ធម៌ព្រះនៅណាក្រុងកោងសោកោសាពីហ្នឹងសម័យហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គមកចាំភាសានៅក្រុងកោសាពីហ្នឹងដែរព្រះអង្គសម្ដែងធម៌រៀងរាល់ថ្ងៃចឹងពីព្រោះពុទ្ធកិច្ច5យ៉ាងព្រះអង្គមិនដែលចោលឲ្យពេលទៀបភ្លឺប្រមាណមើលនិស័យសត្វព្រឹកឡើងទៅប្រស័តពេលថ្ងៃសម្ដែងធម៌ណាឲ្យអាវាតភិក្ខុពេលពាក់កណ្ដាលរាត្រីដោះប្រស្នាទេវតាហ្នឹងពុទ្ធកិច្ច5យ៉ាងព្រះអង្គដែលចោលចឹងពេលទៅស្ដាប់ធម៌ហ្នឹងគេចង់ទៅផ្ចាញ់ចាលពនាងសមាវតីនៅមុខចំណោមមនុស្សចឹងទៅដល់គេចង់ទៅមើលផងតើគេធ្វើខ្លួនល្អអាម៉េចទៅបានបរិជាបានប្តីនឹងស្រឡាញ់នាងហ្នឹងម្លេះដល់ទៅពនាងសមាវតីទៅដល់ធ្វើខ្លួនទុនភ្លុនថ្វាយអង្គមព្រះសាពះនឹងស្ដាប់ពធដោយសេចក្តីគោរពចង់ចិត្តសមាធិចិត្តស្ដាប់ធម៌ដល់ចឹងគេអង្គុយក្រោយគេអាមនុស្សអាក្រក់មិនសូវដែលហ៊ានចូលមុខគេទេនៅក្រោយបើនិយាយចឹងទៅនិយាយនៅក្រោយដែរថាលោកថាចឹងអត់ទេមកនិយាយរឿងគេណានេះណាព្រោះតែនៅក្រោយគេនោះហើយតើចឹងទៅគេកលេចមើលពនាងសមាវតីនៅក្បែរក្រែព្រះអង្គសដាសនៈព្រះអង្គគង់សម្ដែងធម៌ពនាងសមាវតីនៅពីមុខ
chẳng tới cái lấy đây mưa bị trao tắm mưa cái thơ cái khoản bờ cái mưa cái thơ cái thầm thấu cái bị thầm thấu hay mưa cái coi thơ ai nó khoản ba thơ bo để sọt nè nhưng mà cái dây là biết điên đang khăng và tụt ra sọp đó là pe ngày mùi cắt sợi đây này rụt màu đường về nhà niềng đang thua say chẹt tất cả đông đặt niềng sờ ma vào tay tất năng vào tâu chỉ tất để chẹt mê rương trao nè nằng do say do tọt đặt cả lại và niềng sờ ma vào tay chẹt nhai vào tâu chỉ ca chẹt tất cao vào tâu chỉ tất để chẹt vào tâu chỉ cầm ròn ca pruộc và niềng sờ ma vào tay chiếc sợi trai để sầm rách con là thò tròn vốn vậy nằng sao ta pan nè tăng từ khmê màu đại đôi niềng ốt ra đôi và niềng vì sa kha đại đòi chăng tới kịp chanh nhà mấy cọt vì nè đây nè nhố mất thầu trăm luôn dương đây bao tập chia bạt nè náp chia bạt trong kia ọt sâu miền bón là đang vì nè men phân bọc chia bạt kia nè bón po dương dương vì nè luôn dương tờ vinh nè chẳng nó tập chia bạt kia nè miền bón giấy hay miền tờ vì nè ấy phân tay niêng sả ma vào tay nè trâu tờ tua cam kia tay tạ ai niêng mía con thì dễ tờ tua chiết này đò ngay mua chia bạt là mấy câu vào ọt vì nè đòi chẳng ngày mỗi phần niêng sả ma vào tay phong là sả ma thị nâu lơ prasad phòng pi tròn nữa niêng phần niêng sả ma vào tay lao tới sả ma thị tròn thì phòng pal chỉ mỗi năng sợi trai theo một báo 500 nẹt tiền nom kia sả ma thị nâu tròn thì phòng pal prasad tròn thì phòng pal nữa phong ta sả ma thị bởi chia này ọt nâu tê tới phòng pal chỉ cách nâu cào krong bát hái nè chỉ mỗi phải chia này chỉ mỗi một trai niêng này ban ở cả pra krong chao nó ở lúi mà lót đốt prasad của niêng nó check tay nè check tới slap tiếng phần niêng sả ma vào tay slap chẳng say bẩm ra 500 nẹt nó slap chẳng óc này prasad nó check tay đòi chẳng bè đi chia này tận lọc màu vinh tuôn soi sau bè về lê nọ soi sau nâng nà mình soi bè cái da mình tung cao túc mình sọc chất đai mà hai say nâng sẵn nọ mà hai say đây là o bẩm phật luôn sả lanh mà đòi chỉ vật nọ đòi chẳng tấu bọn nâu mình sọc bọn nâu tại ro vì thi ro phật tang thưa mấy ở khơi ta tao về cao lang ro mu là hai ta tao về hai cao mu là hai ấy bàn sọc và sát nó về chạy đò ro cho ro lang mình tray cái sớp cho sớp láng viết tật đăng krong nẹt đốt nè ngày muối bộ mình tray nè thò mà đá mình tray bọc sạch mền tí ấy nhóm rọp mờn rọp toàn nè xài bọc sạch chẳng ngày muối tập hắc chung kia chỉ muối bộ trao đại si snul một đốt bọc sạch đấy đập hắc mà nước sẽ vắng ấy chạy tránh dây là pi tới ghê cho anh của ban lôi ban cặn mau bị na chai ghê hư ha sợ bay hắc nữa ở đây thơ ca ấy trời này cái oi play snul sợ rọp mờn cả phần nạ nữa vậy bàn miền nè hiền thư niêng mía con thì yên đấy na ro nẹt nam một thưa cốt và niêng sả ma vào tay trao hai pan kia ọt hiên của pôn sạch anh á có hiên thưa cốt của pôn sạch đó trao đấy oi lôi việt đó vậy nè thò mà đá thành chiết chỉ cháu ta oi lôi đó là năng sấy của thưa đấy pía lá nhóm nè đó oi lôi đó ta đi vào thưa tao về thò mà đá nè năng chăng đôi nhôm na xẹp ọt nâu tẹt cái màu bên lùi là bò ọt tu ọt mía bị tu ấy nắng sầm qua mưa oi ta na môi miền lôi chai thì môn macro là ham đó lâu miền lôi chai hư ha đừng sờ bài đi chở nè nắng cái tam ta là nè chắc đôi kia đấy xẹp và quạt vì môn cro là ham hay nọ ọt miền rồi si ấy xẹp và để chai mía chai lôi đấy ấy đòi chẳng cái ngó cái mình đặt kênh mình nè oi một phật chỉ mùi đò phật du nó xuôn non cho ấy ọt thơ ấy mới có bò sờ bông lôi chai mà nè đò háo của mình tranh đò sờ văng này giờ băng tới cái tranh nữa anh si nuôi chua nè niêng mía con thì vô chua lại đốt và xa tình niêng sả ma vào tay anh đốt tới anh ban trọp nó chai bay chỉ vật câu anh tiết mình o quá đào ban phần năng móc kia bọc cô năng vô tàu đang o anh miên kia vào man vào môi mà đôi cái hao ta chọp môi chọp đang o cái hao đôi giấy cặp pư ở mấy cái đồn bịa chặt dưỡng người ta đôi ô mong ô cặp pư ở mấy cái chặt còn giấy là mau đang o mà sai cái năng hạch đau nhà nam mê clown cái nó cứ niêng mê con thì dê là bạc bộ nó mau thằng o con tay phải đi chia thời trẻ chào thằng o nắng cứ nọ đâm luôn về châu tao không đầy hái phải đi chia ao do rồi nó do thằng con nó chua bị lơ choan bị lơ chua rồi bị lơ ở đạch ba đạch co tranh bị trăm luôn này do lại nó do nó chua đạch co trăm luôn cọp châu lần tay tại mà đò hai đò niêng mê con thì dê đấy phải đi chia thơ mấy nhôm đăng ấy nè sạp thò nè riêng cà phê đang thơ mấy á bè riêng chia vô niêng nắng mà tròn slap xe trái oi phụ mình tay ao sạch niêng nắng mà đông đọt khâu đò ao chào lấy ao sạch mà đông hái do từ chiên khanh ao mà đông hái do từ chiên khanh hái do mà oi niêng đang si vinh
ដើម្បីឲ្យដឹងពីទំហំនៃភាពក្តៅកាហាយដែលខ្លួនឯងដុតគេទាំងរស់នេះតើវាក្តៅកាហាយយ៉ាងណាអញ្ចឹងអាវសាច់នាងនឹងម្ដុំយកទៅជៀនហើយយកមកឲ្យនាងនឹងស៊ីវិញបើនិយាយអញ្ចឹងដូចស្ដាប់ទៅដូចខូខៅហ្នឹងញោមណាហ្នឹងហើយអានឹងរឿងក្នុងកាពីដែលព្រះអង្គសម្ដែងវាមានរឿងកើតឡើងពិតប៉ុន្តែយើងមិនគួរគប្បីខឹងគ្នាទៅធ្វើរឿងអញ្ចឹងទេកុំឲ្យខុសមកពេលយើងនាំពីបដិសារីឲ្យគ្រួសារមួយជីវិតអ្នកខ្លះគ្រាន់តែគេខឹងគេមកផ្លែតយើងទប់កំហឹងអត់បានយើងទៅតបគេដោយរឿងមិនល្អណែតិចទៀតព្រះអង្គសម្ដែងធម៌ដើម្បីអប់រំយើងទៅមុខទៀតបន្ទាប់ពីរឿងហ្នឹងមកតិចទៀតមកនិយាយរឿងធម៌ដែលយើងគេធ្វើអាក្រក់ដាក់យើងកុំសាងសេចក្តីអាក្រក់ដាក់គេវិញវាចប់តែបើយើងសាងដាក់គេវិញអត់ចប់ឥឡូវយើងនិយាយរឿងយើងនេះឲ្យចប់កុំឲ្យនៅម៉ាយដល់អាលសាច់ឲ្យនាងនឹងស៊ីអាលឲ្យជៀនឲ្យខ្លួនឯងស៊ីម្ដងរហូតដល់ណាទុក្ខវេទនាកើតឡើងខ្លាំងរហូតដល់ហូរឈាមខ្សោះអស់ពីខ្លួនរហូតដល់ស្លាប់ហ្នឹងហើយនាងនេះមុននឹងស្លាប់យំអាម៉េចក៏យំអត់ចាញ់ដែរវាស្ដាយនឹងកំហុសដែលខ្លួនឯងធ្វើណែអាមនុស្សដែលធ្វើកំហុសធ្វើសេចក្តីអាក្រក់នៅពេលដែលផលអាក្រក់មិនទាន់ឲ្យផលបុគ្គលអាក្រក់គិតថាសេចក្តីអាក្រក់នឹងអត់មានទេហើយគិតតែផលអាក្រក់នឹងបីដូចផ្កាអញ្ចឹងដូចម៉ែនិយាយមិញអាលួចមន់គេស៊ីម្ចាស់មន់គេអត់ដឹងបីដូចផ្កាអញ្ចឹងតែដល់ម្ចាស់មន់គេដឹងទាត់ធ្លាក់ក្អួតធ្លាក់ឈាមបានដឹងថាអូអានឹងដូចលាមកហ្នឹងហើយចឹងមានន័យថាអ្នកធ្វើអាក្រក់នៅពេលដែលផលអាក្រក់អត់ទាន់ឲ្យផលគិតតែផលអាក្រក់នឹងដូចផ្កាដល់ពេលផលអាក្រក់ឲ្យផលអ្នកធ្វើល្អដូចគ្នាអ្នកធ្វើល្អនៅពេលដែលផលល្អអត់ទាន់ឲ្យផលគិតតែផលល្អនឹងអត់មានទេក៏អត់មានទេនឹងព្រះអង្គសម្ដែងចឹងនាងនឹងនៅពេលដែលផលអាក្រក់វាឲ្យផលបានដឹងថាស្ដាយកំហុសខ្លួនឯងដែលធ្វើស្រក់ទឹកភ្នែករហូតស្រែកយំស្រែកអង្វរបរិជានឹងរហូតដល់ស្ដាច់ខ្យល់ស្លាប់កាត់សេចក្តីនៃរូតមកសំណួរសួរតាហេតុអីបានពនាងសមាវតីធ្វើតែល្អមួយជីវិតបែរជាត្រូវគេដុតឲ្យស្លាប់ទាំងរស់នៅក្នុងប្រាសាទញោមដឹងតាហេតុអីទេគឺដោយសារតែពនាងសមាវតីការពីអតីតជាតិមុនមកកើតជាតិហ្នឹងជាមហេសីនៃស្ដេចដូចគ្នាអាជាតិហ្នឹងក៏ប្រពន្ធស្ដេចជាតិមុនក៏ប្រពន្ធស្ដេចដែរដល់មហេសីនឹងឯងនៅពេលថ្ងៃរសៀលនាំស្រីស្នំខ្ញុំបំរើហ្នឹងនាំគ្នាទៅងូតទឹកស្ទឹងនាំនាងងូតទឹកស្ទឹងលេងក្រោយវាំងហ្នឹងណាហើយវាចៃដនអីព្រះបច្ចេកពុទ្ធមកព្រះអង្គលោកនៅក្នុងគុំស្មៅហ្នឹងលោកដូចថាស្មៅស្មៅកក់ស្មៅអីហ្នឹងវាក្រាស់ហ្នឹងលោកទៅចម្រើនសមាបត្តិនៅក្នុងគុំស្មៅហ្នឹងយូរមុននាងហ្នឹងទៅងូតទឹកម្លេះលោកមិនមានបំណងទៅលោបមើលគេទេគឺព្រះអរហន្តលោកមានកលេសហ្នឹងណាលោកទៅចម្រើនសមាបត្តិឲ្យតចុះលោកសម័យដើមនៅតែតាមគុលឈើនៅតែតាមរូងភ្នំនៅតែក្នុងព្រៃហ្នឹងអញ្ចឹងលោកមកចម្រើនសមាបត្តិនៅក្នុងណែមាត់ស្ទឹងហ្នឹងគិតថាវាស្ងប់ស្ងាត់ល្អហើយខ្យល់អាកាសក៏ល្អអញ្ចឹងលោកក៏ចម្រើនសមាបត្តិក្នុងគុំស្មៅកក់ហ្នឹងទៅអាស្មៅកក់ណែនក្រាស់ខ្មឹកហ្នឹងណាមើលអត់ឃើញទេលោកនៅកដាលស្មៅហ្នឹងទៅបាំងចិត្តឆឹងឯនាងនេះនាំគ្នាងូតទឹកស្ទឹងហើយល្ងាចបល័យគ្នាលេងពេញទឹកហ្នឹងទៅដល់ងើពីងូតទឹកមកល្ងាចបន្តិចវាមិនត្រជាក់ហើយដល់ត្រជាក់មិនខ្មែរយើងពីមុនមកឲ្យតែធ្លាក់ខែធ្លាក់កដាក់ខែ11ខែអាធ្លាក់ខ្យល់ហ្នឹងយើងធ្វើមិនខ្មិចនិយាយពេលយើងបោកកដាប់យើងអីហើយយើងពេលព្រលឹមឡើងយើងដុតម្លងដុតអីហ្នឹងយើងច្រើនណាធ្វើមិនខ្មិចយើងដុតភ្នក់ភ្លើងមិនយកដៃយកជើងយើងអាំងមិនចឹងជុំនេះអានៅក្មេងៗឲ្យតែពេលខែត្រជាក់ហ្នឹងនាំនៅជុំគ្នាមកអាំងភ្លើងទាំងម៉ែទាំងឪទាំងកូនហ្នឹងមកអាំងភ្លើងហ្នឹងប្រហែលជាកន្លះម៉ោងហើយបានងើបែកគ្នាទៅធ្វើការកើតខ្លួនហ្នឹងនិយាយពីស្ងៀមវឹកទៅអាសក់ក្បាលហ្នឹងណាហ្នឹងបែកធ្លាប់ហើយនិយាយហ្នឹងពីព្រោះពីមុនវាត្រជាក់វាអត់ដូចឥឡូវទេហើយដល់អញ្ចឹងនាំគ្នាដុតអាគុំស្មៅកក់ហ្នឹងដុតទៅដុតអាំងភ្លើងណាហើយដល់ដុតទៅស្រាប់ដល់ពេលឆេះស្មៅអស់ទៅវាឃើញលោកដល់កណ្ដាលវាងទេហើយលោកនេះឆេះចពោឆេះអីអស់ខ្លោចខ្មៅខ្លោចមុខខ្លោចមាត់អីស្មានដល់លោកសកុតនោះហើយដល់ភ័យយើងដុតលោកឲ្យសកុតបើដឹងដល់ព្រះរាជាបើដឹងដល់ព្រះរាជានឹងអញ្ញាលោកនឹងដាក់អាញាសម្លាប់យើងចោលទាំងអស់ព្រោះយើងដុតលោកទាំងរស់សម្លាប់គេទាំងរស់ឥឡូវធ្វើម៉េចធ្វើយើងធ្វើម៉េចភ័យណាដល់ភ័យកើតឡើងឥឡូវធ្វើម៉េចកុំឲ្យលោកដឹងកុំឲ្យលោកឃើញផោះតាងបើមនុស្សវានៅចងោវាមិនតាន់ឆេះអស់ណាឆេះតែចពោឆេះតែមុខឆេះតែសក់អីខ្មៅហ្នឹងតាមពិតលោកអត់មានដឹងតែគេដុតទេពងឲ្យចូលឈានណាព្រះអរហន្តពេលណាកំពុងតែចូលឈានញោមមើលកាពីពេលលោកកំពុងតែចូលឈានចង់គេយកបថៅមកដំពីបថៅពីលើទៀតក៏លោកអត់ដឹងឈឺដែរអត់ដឹងតែគេដំដែរពេលលោកកំពុងចូលឈានណាអញ្ចឹងអត់ដឹងតែគេដុតទេលោកធម្មតាគង់សមាធិធម្មតាគ្រាន់តែអាចសពោអីហ្នឹងវាឆេះហើយដល់អញ្ចឹងនាងនេះស្មានតែលោកស្លាប់ឥឡូវយើងនាំគ្នាយកអស់យកសាំងមកកោដុតបន្ថែមមកឆេះខ្ទេចហ្មងទៅឲ្យឆេះឲ្យអស់ផោះតាងតែឆេះខ្ទេចទៅបាត់ផោះតាងអញ្ចឹងស្មានតែលោកសកុតនាំគ្នាប្រមូលអស់ប្រមូលអីម្នាក់ម្ដាយមួយជើងទាំងអស់គ្នាហ្នឹងហើយបរិវារទាំង500គឺពីជាតិមុន500នាក់ហ្នឹងគឺ500នាក់បរិវារជាតិនឹងដូចគ្នាប្រមូលអស់ម្នាក់ម្ដាយមួយជើងម្ដាយមួយគឹងកោដាក់ពីលើលោកដុតឆេះ
នឹងស្មានតែឆេះនឹងឃើញដុតភ្លើងឆេះធូនទៅហើយនាំគ្នាត្រឡប់ចូលវាំងវិញទៅបានហើយយើងតែប៉ុណ្្នឹងចប់ហើយអស់ផោះតាងហើយអត់មានផោះតាងឯណានៅទៀតទេលោកបែបឆេះតិចហើយដល់ដុតព្រះរហន្តមានឆេះណាយប់អស់ភ្លើងអស់ល្ងើកទៅលោកដល់ពេលចេញចាក់ឈៀងរិចលោកកលាស់ដៃកលាស់ជើងអីចុះអាណាមកដុតអញហ្នឹងហើយកលាស់ដៃកលាស់ជើងទៅសំដែងបដិហាហោះវឹងទៅភ្នំគន្ធមាត្រវិញទៅដល់រកណាត់រសម្ពុតអីដើម្បីក្របដណ្ដប់ខ្លួនវិញប្រមើលមើលមកបានឃើញតែអពួកស្រីស្រីពនាងណោនាំគ្នាដុតភ្លើងអាំងមិនដឹងហើយណោលោកមិនចងពៀទេមិនឲ្យបាបទេប៉ុន្តែអាពៀដែលវាសាងហើយវាជាប់ហើយដូចយើងខ្ចីលុយគេតែខ្ចីហើយជាពាក់គេហើយអញ្ចឹងណោជាតិនឹងយកមើលមានរួចហើយណាទោះបីជាតិនឹងណោខំប្រឹងធ្វើល្អសម្រាប់គុណធម៌ហើយក៏នៅតែអត់រួចត្រូវនាងមាកន្តយាដុតឆេះទាំងរស់ហ្នឹងណាយាយដោយសារអញ្ចឹងអាហ្នឹងគេហៅថាកម្មពីអតីតឲ្យមកអីណាឲ្យមកអីឲ្យមកបច្ចុប្បន្នឥឡូវនេះដល់នាងមាកន្តយាធ្វើបច្ចុប្បន្នកម្មឲ្យបច្ចុប្បន្នត្រូវស្ដាច់នឹងបហាជីវិតដុតណាជៀនស្លាប់ទាំងរស់ហ្នឹងហើយបច្ចុប្បន្នហ្នឹងទទួលទុកបច្ចុប្បន្នហើយដល់នាងមាកន្តយាស្លាប់ពីឡូវហ្នឹងទៅកើតជាតិក្រោយទៀតបើកើតជាមនុស្សទៀតនៅតែទទួលទុកត្រូវគេដុតវិញដូចគ្នាតគ្នាអញ្ចឹងយល់លោកនិយាយខ្ញុំយល់ទេអាហ្នឹងគេហៅថាអ្នកធ្វើអាក្រក់រមែងឲ្យទុកក្នុងលោកទាំងពីរហ្នឹងគឺអានាងនេះពីមុនមកធ្វើអីឥឡូវហ្នឹងទទួលទុកអញ្ចឹងនាងនេះធ្វើទុកឥឡូវធ្វើសេចក្តីអាក្រក់ឥឡូវហ្នឹងឲ្យក្រៅកាហាយតាំងឥឡូវហ្នឹងហើយស្លាប់ទៅជាតិក្រោយរមែងទទួលផលក្រៅកាហាយនៅជាតិខាងក្រោយទៀតអាហ្នឹងអញ្ចឹងមកលើករឿងហ្នឹងដោយរៀងខូខើបន្តិចណោមកពីរឿងគេសំដែងអញ្ចឹងមកចង់បញ្ជាក់បង្វែរមកអប់រំកូនទាំងអស់គ្នាវិញថាណោបើគេធ្វើអាក្រក់ដាក់យើងឧបមាថាសុកគេមកសម្លាប់ឪពុកយើងក៏យើងមិនគួរក៏បីយកបថៅទៅសម្លាប់ឪគេវិញដែរនឹងកាលណាយើងចងពៀនឹងគ្នាទៅក៏អត់ចប់ទេកូនអត់ចប់ទេចឹងបានព្រះអង្គសម្ដែងថាអកោចេម៉ាំងអវិធិម៉ាំងអចិនិម៉ាំងអាហាសមេយេចតាំងឧបនយហន្តិវេរੰទេសੰមសមតិអកោចេម៉ាំងអវិធិម៉ាំងអចិនិម៉ាំងអាហាសមេយេចតាំងនូបនយហន្តិវេរੰទេសមសមតិបើគេជាយើងកុំជាគេបើគេបន្ទុះស្រាយយើងកុំបន្ទុះស្រាយគេបើគេលួចទ្រព្យយើងកុំលួចទ្រព្យគេបើគេបៀតបៀនយើងកុំបៀតបៀនគេអាត្មាទេចឹងមានក្មេងមួយវាថាលោកនោះទេយូរដូចចង់ឈួតទៅនឹងវាថាវាមិនដែលអាណាសុកមកជីអញឲ្យអត់ឲ្យជីគេវិញអាម៉េចនឹងវាចង់និយាយថាអយុត្តិធម៌បើគេជេរវាត្រូវតែជេរគេវិញបានយុត្តិធម៌ហ្នឹងហើយចង់និយាយអញ្ចឹងណាប៉ុន្តែព្រះអង្គអត់ចង់ឲ្យយើងធ្វើអញ្ចឹងទេបើគេជេរយើងជេរគេវិញសុកឲ្យទុកខ្ញុំសុកឲ្យទុកហេតុអីបានទុក